ឯកឧត្តមបណ្ឌិត ងិន ម៉ាណែល អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលនិងសារព័ត៌មាននៅស្រុកបាភ្នំ តបតាមការណែនាំរបស់ឯកឧត្តមអភិសន្តិមនិត ស សុខា អនុប្រធានទី 1 ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅព្រឹកថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025 នេះ ឯកឧត្តមបណ្ឌិត ងិន ម៉ាណែល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងសារព័ត៌មានដែលមានសិក្ខាកាមចូលរួមចំនួន250 នាក់ ឯកឧត្តមបណ្ឌិត ងិន ម៉ាណែល មានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពនិងចំណេះដឹងរបស់ប្រជាពលរដ្ឋយុវជនឲ្យកាន់តែយល់ច្បាស់អំពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលនិងការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ងិន ម៉ាណែល ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការឈានទៅមុខជាមួយការរីកចម្រើននៃបច្ចេកវិទ្យាជាពិសេសយុគសម័យឌីជីថលបច្ចុប្បន្ន ឯកឧត្តមបានលើកឡើងថាការយល់ដឹងពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែជួយយើងអាចទទួលបានព័ត៌មានបានលឿននិងទូលំទូលាយប៉ុណ្ណោះទេប៉ុន្តែក៏ជួយយើងអាចវិភាគនិងវាយតម្លៃព័ត៌មានដែលត្រឹមត្រូវផងដែរជៀសវាងព័ត៌មានคล้ายៗឬព័ត៌មានដែលបង្កឲ្យមានភាពភ័ន្តច្រឡំឯកឧត្តមបណ្ឌិតក៏បានគូបញ្ជាក់អំពីតួនាទីរបស់សារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពិតនិងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិផងដែរឯកឧត្តមបានក្រែងរំលឹកដល់អ្នកចូលរួមទាំងអស់ឲ្យចេះប្រើប្រាស់បណ្ដាញសង្គមនិងប្រភពព័ត៌មានផ្សេងៗដោយប្រុងប្រយ័ត្ននិងពិចារណាខ្ពស់មុនជឿជាក់ឬចែករំលែកព័ត៌មានណាមួយគួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើប្រធានបទមួយចំនួនដូចជាសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតការសម្គាល់ព័ត៌មានពិតនិងព័ត៌មានคล้ายៗសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនិងការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់សិក្សានិងការងារអ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងពីវាគ្មិនជំនាញដែលនឹងជួយពួកគេឲ្យមានទំនុកចិត្តនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាព